ដែលព្រះអង្គសម្ដែងដូច្នេះនឹងមាននិទាននៅក្នុងគម្ពីរបត្រៃ3ដកនៅក្នុងប្រសូតដែលហៅថាសិកិលិកសូតឬហៅថាសង្កេឡូវេតសូតគឺសម្ដែងអំពីតួនាទីម្ដាយឪពុកចំពោះកូនកូនចំពោះម្ដាយឪពុកតួនាទីគ្រូចំពោះសិស្សសិស្សចំពោះគ្រូជាវាយនាយចំពោះកម្មករចំពោះជាវាយនាយប្តីតួនាទីអាម៉េចជាមួយប្រពន្ធមានតួនាទីអាម៉េចជាមួយប្តីហ្នឹងគឺព្រះអង្គសម្ដែងនៅក្នុងសិកិលកសូតសិកិលកសូតនេះលោកប្ររពអំពីបរោះម្នាក់ដែលខ្មែរយើងច្រើនតែហៅអញ្ចេះហៅថាកូនណាមិនដឹងគុណម៉ែមិនដឹងគុណឪបើគាត់ស្លាប់ទៅមិននឹកនាគេជេរថាអាមិនដឹងទិសអាមិនដឹងតំបន់ហើយបើអ្នកឆ្លាតគេជេរប៉ុណ្ណឹងដឹងអត្តន័យនៃពាក្យជេរហើយបើថាអ្នកមិនឆ្លាតគេជេរអញ្ចឹងក៏នៅតែមិនដឹងមានន័យថាម៉េចបើគេជេរថាអាមិនដឹងទិសហ្នឹងមិនដឹងមានន័យថាម៉េចទេស្មានតែគេគិតថាយើងហ្នឹងវាមិនដឹងជើងត្បូងលិចកើតទៅណាតាមពិតបរោះម្នាក់នេះញោមឪពុកនឹងនៅរស់ផ្ដាំកូនថាកូនណាយពេលឪពុកស្លាប់ទៅកូនឯងទៅថ្វាយអង្គមទិសទាំង6កុំឲ្យខានណាកូនហើយកូននឹងក៏ទទួលពាក្យរបស់ឪពុក ថាលោកឪពុកកំភៃចាំឪពុកស្លាប់ទៅចាំកូនទៅថ្វាយអង្គមទិសទាំង6នឹងឲ្យដល់ពេលមិនយូរប្រមាណឪពុកក៏ស្លាប់បាត់ទៅហើយម្ដាយនឹងក៏ស្លាប់ទៅតាំងបាត់ហើយឪពុកក៏ស្លាប់ទៅបាត់ហើយ ប៉ុន្តែកូននឹងមិនធ្វើបុណ្យឲ្យទេអត់មានធ្វើបុណ្យតេខេណានុបទានឧទ្ទិសកុសលអីឲ្យឪពុកទេគិតតែពីទៅថ្វាយអង្គមទិសរាល់ថ្ងៃព្រលឹមឡើងចេញទៅថ្វាយនៅក្រៅភូមិញោមវាសនុកបែមុខឲ្យគ្រប់ទិសទេវាមិនទៅលបងផ្ទះគេទៅក្រៅភូមិទៅចំតិតចំតងម្នាក់ឯងម្ដងទៅលិចម្ដងទៅកើតម្ដងទៅជើងម្ដងទៅត្បូងល្មមទៅថ្វាយអង្គមឲ្យមហត់អស់ចិត្តបានចូលផ្ទះវិញរាល់ថ្ងៃថ្ងៃមួយព្រះពុទ្ធនៃយើងនឹងលោកយាងមកទាំងព្រឹកជួបបរោះហ្នឹងក៏សួរថាមនាលមាននប់ណែឯងធ្វើអីនោះមានសក់តទឹកជោកមានខោអាវតទឹកជោកហ្នឹងបរោះនោះថាខ្ញុំព្រះអង្គមកពីថ្វាយអង្គមទិសខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំគាត់ផ្ដាំថាបើគាត់ស្លាប់ទៅឲ្យខ្ញុំថ្វាយអង្គមទិសឥឡូវខ្ញុំថ្វាយតាមហើយបានព្រះពុទ្ធលោកបំភ្លឺថាមនាលមាននប់ទិសក្នុងសាសនាតថាគតមិនមែនចង់ទេលោកឪពុកនឹងផ្ដាំថាបើកូននឹងកាន់ធម៌6យ៉ាងបានឪពុកស្លាប់ទៅមែនប៉ុន្តែដូចឪពុកអត់ស្លាប់ទេដូចឪពុកនឹងនៅតែថែអាសាកូនរស់ស៊ីមានបានសុខសប្បាយរហូតណាកូនធម៌6យ៉ាងនឹងចេះទី1នឹងគឺថាកុំឲ្យសែបគប់នៅបាបប្រមិតដែលដឹកនាំទៅប្រព្រឹត្តអំពើអាក្រក់ផ្សេងហើយកុំឲ្យប្រព្រឹត្តនៅលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាហើយនឹងសេចក្តីខ្ជិលច្រអូសញោមមើលលបែងស្រីមួយស្រាមួយពាលាដើរលេងហួសពេលវេលាហើយនឹងសេចក្តីខ្ជិលច្រអូសនឹងសែបគប់បាបប្រមិត7យ៉ាងហ្នឹង6យ៉ាងហ្នឹងបើកូនណាកាន់បានកុំទៅសែបគប់6យ៉ាងហ្នឹងទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យមិនបាត់បង់ទេហើយភាពរីកចម្រើនក្នុងក្រុមគ្រួសារនឹងកើតមានដោយសារកូនប្រឹងរកទទួលទានប្រឹងរកស៊ីប្រឹងថែរក្សាទ្រព្យអត់ហាន់ហោចអត់បាត់បង់ទេនឹងមានការរីកចម្រើនដោយឪពុកម្ដាយនៅតែជួយកូនអញ្ចឹងប៉ុន្តែបើកូនទៅសែបគប់បាបប្រមិតទៅខ្ជិលច្រអូសហើយទៅប្រព្រឹត្តលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាកូននឹងទទួលទោសបានព្រះអង្គលើកទោសនីមួយមកសម្ដែងឲ្យស្ដាប់យ៉ាងពឹសស្ដារដែលអាត្មាមិនបានលើកឲ្យអស់ទេដូចជាការខ្ជិលច្រអូសជាដើមវាមានហេតុផលអាក្រក់អ្នកខ្ជិលច្រអូសធ្វើឲ្យដីជុំវិញផ្ទះទៅទេដោះស្មៅខ្លួនឯងសូម្បីតែសក្រីជីម្ទេសរបស់ស្លស្លុកកប៉ិចកប៉ុកមិនទាំងដាំហូបផងទិញគេទាំងអស់វាអស់លុយខ្លួនឯង
ឲ្យដល់ទៅអត់បានដាំដំណាំអត់បានហាត់ប្រាណអត់បានធ្វើកិច្ចការងារនឹងទៅសុខភាពក៏មិនសូវល្អវាសមនឹងអាទិញគេនាំចូលពីនេះពីនោះគឺលោកគេដាក់ថ្នាំគេដាក់គីមីច្រើនទៅវាខូចសុខភាពវាមិនត្រឹមតែអស់លុយទេវាបង្ហាញសុខភាពយើងបង្ហាញអាដែងទ្រព្យសម្បត្តិរបស់យើងហើយធ្វើឲ្យយើងនឹងអត់ល្អខាតបងប្រយោជន៍ហើយអ្នកខ្លះថាអើយទៅបុរាណអីទៅខ្វល់អីអាដាំស្អីមានអា500 1000ស្លមិនអស់ទៅខំដាំអីអា1500រាល់ថ្ងៃបូកទៅរាប់ឆ្នាំទៅមិនរាប់លានហើយដល់ពេលចឹងទៅចាស់ពីដើមគាត់ជុំវិញផ្ទះអត់ឲ្យទំនេរទេល្មមតែស្លមួយឆ្នាំងនេះមិនបាច់អស់លុយអីផងហើយឥឡូវនេះស្លមួយឆ្នាំងនេះដើរទិញគេអាទាំងអស់សំបីតែជីជ្រក់ត្រីស្ងោរក៏គ្មានដែរឧបមាអញ្ចឹងហើយដល់ពេលទិញគេតាំងពីសក្រីតាំងពីអីទៅវាអស់លុយផងហើយវាសុខភាពអត់ល្អទៅទៀតអត់បានហាត់ប្រាណផងហើយហូបអារបស់គីមីទៀតហើយដល់តែយើងអាសាញោមមកស្រាប់តែសុខភាពកូនល្អបានធ្វើដេញហាត់ប្រាណធ្វើឲ្យដីនឹងមានតំណាំដាំដុះមានអាខ្យល់អុកស៊ីហ្សែននឹងក៏វាឲ្យសុខភាពនឹងកាន់តែល្អរបស់យើងដាំវាអត់មានជាតិគីមីពេលយើងបោសសម្រាមបានជីធម្មជាតិយកមកដាក់ថែមទៀតធ្វើឲ្យយើងនឹងបានសុខភាពល្អបានរបស់ហូបទៅវាអត់ប៉ះពាល់ហើយវាសល់លុយសល់កាក់អានឹងគ្រាន់តែលើកអារឿងខ្ជិលច្រអូសមួយមុខនឹងឯងក៏វាឃើញថារីកចម្រើនហើយបានព្រះអង្គលើកឡើងពីការដើរលេងហួសពេលវេលាពេលយប់ទៅជន់ដានជើងចោលផងគេសង្ស័យថាចោលផងហើយឆ្លោះគ្នាផងឆ្លងរោគផងទៅជន់សត្វធាតុផងហើយអត់បាននៅការពារទ្រព្យចោលលួចទ្រព្យឲ្យផ្ទះនេះផងអូគិតសពមើលទៅដូចអត់ប្រយោជន៍ទាំងអស់អ្នកឆ្លោះគ្នាច្រើនតែពេលយប់អ្នកកាប់គ្នាក៏ច្រើនតែពេលយប់គ្រោះថ្នាក់ចរាចរណ៍ច្រើនក៏ពេលយប់ហើយដូច្នេះជន់ដានជើងចោលបង្កើតបញ្ហាឆ្លងរោគឆ្លងជំងឺក៏ច្រើនតែអ្នកដើរយប់បានព្រះអង្គសម្ដែងថាសិតតាហេតុនាំឲ្យវិនិច្ឆ័យក្នុងក្រុមគ្រួសារព្រះអង្គលើកសម្ដែងគ្រប់ទាំង6យ៉ាងនឹងញោមដោយពឹស្ដាបានចុងក្រោយព្រះអង្គបញ្ជាក់ថាអញ្ចេះមនាលមាននប់ធម៌ទាំងទិសទាំង6របស់សាសនាតថាគតគេរាប់អញ្ចេះទិសខាងកើតនឹងគឺទិសមេត្តាបិតាទិសខាងត្បូងតំណាងឲ្យគ្រូអាចារ្យទិសខាងលិចនឹងគឺជាបុត្រភរិយាឬប្តីប្រពន្ធកូនទិសខាងជើងគឺជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទាសកម្មករថ្វាយអង្គមទិសទាំង6ហ្នឹងគឺឲ្យយើងគិតដល់មនុស្ស6ពួកហ្នឹងបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែឪគេចង់និយាយថាបើម៉ែឪនៅរស់ឲ្យកូនចៅទំនុកបំរុងចាំគាត់តាមបែបរស់ហើយបើគាត់ស្លាប់ហើយធ្វើបុណ្យឲ្យគាត់លោកថាផតោនេសੰបរិសសាមិបើម៉ែឪមានកិច្ចធ្លាប់ចិញ្ចឹមយើងពីដើមមកឥឡូវដល់គាត់ចាស់យើងចិញ្ចឹមគាត់វិញកិច្ចចាំងនេសੰករិសសាមិម៉ែឪមានវិធីរវល់ផ្សេងដោយកិច្ចការងារបុណ្យទានរវល់អីបែបណាយើងជាកូនចៅមកជួយកិច្ចការងារនោះក៏លវាំងសੰតបេសសាមិប្រតិបត្តិថែរក្សាពូជពងវងតកូលកុំឲ្យធ្លាក់ចោះកុំឲ្យគេដៀលថ្មេះថាជំនាន់ម៉ែជំនាន់ឪល្អដឹងចាស់ដឹងទុំដល់ពេលជំនាន់អត់ពីម៉ែឪមកកូនវាមិនដឹងឯងឪពុកធំជិះម៉ូតូចុងបុកឯងទៅទៀតគ្មានដឹងអីសោះហើយដល់ពេលទាយាជាងបដិបជាមិប្រតិបត្តិថែអាសាពូជពងវងតកូលឬក៏គេតំណែលដែលគាត់ចែកឲ្យនឹងថែអាសាទុកជាអនុស្សាវរីយ៍ផងកុំចេះតែលក់ខ្ទេចលក់ខ្ទីស្នាដៃឪពុកម្ដាយទុកឲ្យអីដូច្នេះហើយនេះគេតំណែលម៉ែឪនៅរស់កូនចៅធ្វើអញ្ចឹងហើយដល់ស្លាប់ទៅហើយប្រពុតលោកថាតៈខេណੰអនុបតិសាមិឬតៈខេណੰអនុបតិសតិឲ្យកូនចៅធ្វើបុណ្យតៈខេណានុបទានឧទ្ទិសទៅឲ្យដូចយើងកំពុងធ្វើអញ្ចឹងអានឹងហើយគេហៅថ្វាយអង្គមទិសខាងកើតឯងអត់ដឹងពុកម្ដាយអត់បាយក៏អត់ដឹងគិតទៅថ្វាយអង្គមមែនតែនតាមពិតថ្វាយអង្គមទិសខាងកើតគេឲ្យធ្វើបុណ្យឲ្យម៉ែឪឯតាបើម៉ែឪស្លាប់ទៅធ្វើបុណ្យឲ្យគាត់ឯតាហើយដល់តែយើងអត់ដឹងខំមកទៅថ្វាយអង្គមមែនតែនហើយទៅខាងត្បូងអញ្ចឹងដែររៀនមានចំណេះពីគ្រូណាមកដឹងគុណគ្រូនោះផងបើគាត់ស្លាប់ហើយធ្វើបុណ្យឧទ្ទិសឲ្យគាត់ផងហើយទៅខាងលិចអញ្ចឹងដែរ
mà đai giờ bốc côn chau bờ sân chỉ bắt đây slap pôn rùa bắt đây rùa pôn slap bờ nơi rùa sùng rùa khné tam rùa bờ khné slap hói thừa bon ao phong ai từ khang chương mật sầm lanh thọp cầm sọt cầm rò chỉ môi khné bờ nơi rùa khné prap bon có từ chui hay bờ khné slap hói có từ thừa bon ở từ có sol chun khné phong ai từ khang lơ chỉ samana priêm thọp cột thọp sanh samana ong na lục nơi rùa có tầm nốt bầm rong tam bẹp rùa hay bờ lục sực cột hay có thừa bon bờ kên lục tam bẹp nâng ai từ khang cào tia sạ cam mà co miền này thắc nhom bằng rơ bài priêu khné về nơi cào nạt dương hay bờ khné nơi rùa sừng rùa khné tam bẹp rùa tinh khả khné sợi bẹ ai sầm rùm phong ai bài tật hộp ai bờ khné slapแต่ hỏi thừa bon nơi khné phong từ tầng bầm môi nâng cứ tầm nang mà nơi tầng bầm môi crom ấy chẳng á đó là pil anh ở đắng con mà từ thoại cũng từ mền tên chẳng ban côn khla mình đăng côn mẹ mình đăng côn ở cha tôm chê à mình đăng tứ cứ mình đăng tứ tầng vào mùi nâng ai chẳng chỉ nằm mơ là bởi thật cái chê nhưng à mình đăng tứ màu bây giờ nâng đài che thử bọn này mẹ nâng ai nhưng ở đăng tứ nâng này nhôm ná hay bây cha bị ngày nâng tới sẽ đạp bị rương tứ nâng tới đăng ai bởi cái chê dương thà bà giặt ta mình đăng tứ dương tự đăng luôn thà cái trong dây tham mà chơi này nhôm môi tiết côn là côn mình chỉ giọt bồ ra na cha lục hào thật côn mình chỉ giọt xâm đau từ lứa côn na miền thọ và mối giang mình chỉ giọt nâng miền này thà mình nghi slap tài hỏng thua tầm nào pleu tật pleu cô pleu à ca pleu chu lật thi sẽ trâu khọp khla chanh rệt thi mùl mi chỉ mất sנת snai há từ tì cả lại ná tê và đá bật bờ mờ mờ thay ra xa cà pi cướp về lia cướp tình thì vi ria trai che thật sốc che thật sờ bay mình ngày slap đôi xa kêu sờ tra kêu bà hát nam pư nam pol thua tầm nào pleu cốp cô về mình ngày opasa kêu thằng nã chả ra cho thua tầm nào pleu tất cô về mình ngày lông cô về mình ngày lệch thua tầm nào tới ti chật ngái cô sốc sờ bay mình ngày miền opasa tam pleu à cá đôi chân này hào ấy nhô mai côn đà rùa à vô thay nâng kia hào thật côn mình chỉ giót pro tê và đá tam thay ra xa là hốt này nhôm và ăn riệp tranh từ nà mò na lược đầy sập pe riệp bị lơ cho mọc rau cướp tư hình nia ta lấy tê và bót khơi trắng xua thà bà ong thoại cung là ná thoại cung cho rau nắng và ăn thà thoại cung manu ná thà manu na để đăng côn là bốc đăng côn mà đai che thưa bon che chăm mai ở thoại cung là nông nà nam miền thọ cát tây nhu của rốt cọt khai tơ cô riêm chỉ bóng thoại cung nà nông hỏi bà anh chỉ đạch tê và đà đó là mà thoại cung dương chỉ manu hỏi tê và đà tăng lái khơi đạch tê và đá thoại cùng hỏi tê và đá có thoại cùng tam chẳng tê và đá miền tu này tí thay ra xa mà nụ nà miền thọ cát tây nhu nâng na nhôm bán bà bốt chêm mày cha bà ong đăng bình cao chê bà bố thì sát từ rồi chùm nuôn chuôn prai đàm bay vô lôi cả màu chỉnh châm mà bốc châm mà đai bê nâng anh bê kể miền phây à son on cro cro thân nạ kê lịch tục lịch sập pư slap pruông priết bà ong mình nghề slap thế chết từ rùa xong bây cả chê sờ văn là sam trâu mà cro pruông prong nâng slap hơi còn nơi rùa bàn vinh này pruông tầm miền tê và đá chăm thay ra xa cà pi nè miền thọ cắt nhu nâng bán bà ong sờ xa thà cắt tan nhu ta bát thiên là ta cắt tan nhu ta gia sanh gia sắp bờ nhanh gì vậy chết tệ cắt tan nhu ta theo mà mù lia cắt tan nhu ta bát thiên là ta cắt tan nhu ta sắp bờ nhanh gì vậy chết tệ lục thả cắt tình nhu ní chỉ bát thiên này bà mày thọ bờ bột cướp óng sang bà mày bực miền cắt tình nhu mình trả thế cắt tình nhu ní chỉ rước côn rồi bỏ cọ son là thọ tầng ó bà ọt miền cắt tình nhu thôi bon ọt cả to là miền cắt tình nhu ban chỉ rước nom ai thôi bon cả cắt tình nhu ní chỉ hết nom ai sầm rách sầm bắt cướp giang bờ thọ cắt tình nhu miền không bậc côn na hỏi bậc côn nó anh trong thôi ở vây có ban xịt đây sọc xịt đây chìm rán cắt đòn bậc côn phụ nâng ấy lục thà vô mía tarang pệ tarang vía mặt chào thèm miên là bao sợi tệ tì vía pệ năng tì kẹt chăn tệ mía ta pệ tệ parang nà răng lục thà bọc cồn nam miền thọ cắt tì nhu chăm mà bốc chăm mà đai cướp cao khai tơ cô riêm chỉ bong bẩn này từ tì cái lại ná tê và đà nơi cướp tì tì cái lại nắng tam thay xa cô nắng
បានជាកូននឹងចេះតែរកចំនួនជួញបានចំណេញចូលអត់មានចេញជារៀងរាល់ថ្ងៃបានសុខបានចម្រើនអាយុវែងសុខភាពល្អមិនងាយស្លាប់តៃហោងនឹងមកពីមានទេវតាថែអាសាមកពីអានិសង្ឃធម៌កតញ្ញូយើងហៅថាគុណទឹកដោះម្ដាយថ្លៃជួយថែអាសាណាញោមនឹងហើយដែលគេហៅថាកូនមិនចយត់តោះចឹងកូនមិនចយត់ឥឡូវញោមគិតមើលខ្លួនឯងទៅមើលសម័យក្របផ្លោងអាអេសសងអង្គអាទេវាំងវិតអាបេសែងកងដឺគេស្លាប់អស់ប្រមាណហើយញោមអត់ស្លាប់មកសម័យ3ឆ្នាំ8ខែ20ថ្ងៃគេស្លាប់អស់ប្រមាណញោមនៅតែមិនព្រមស្លាប់មកសម័យកើតអសន្នរោគគេស្លាប់អស់ប្រមាណហើយមកសម័យកូវីដទៀតគេដើរប្រមូលកជ្រែងដាក់រែងយកអស់រាប់ម៉ឺនអ្នកទៅទៀតហើយញោមនៅតែមិនព្រមស្លាប់គេស្លាប់អស់រាប់លានអ្នកហើយឯងព្រមស្លាប់គេសោះមកពីអីមកតែពីទេវតាជួយថែអាសាយើងមកពីបុណ្យយើងមិនតន់អស់ជឿចេះតែមានអានិសង្ឃជួយអញ្ចឹងបានគេស្លាប់អស់ហើយឯងព្រមស្លាប់គេសោះហ្នឹងណាញោមតែនឹងហើយដែលគេហៅថាកូនអាយុថ្លៃកូនមិនចយត់ហ្នឹងគេសលិចគេជ្រើសរើសមើលកូនណាដែលទេវតាត្រូវថែអាសាទុកទៅឲ្យបានប្រយោជន៍គេទុកអញ្ចឹងណាហើយតអ្នកអត់ស្ដាប់ឪពុកអត់ស្ដាប់ម្ដាយមិនបាច់សម័យមុននេះឥឡូវហ្នឹងក៏ដោយញោមចំណាំមើលឲ្យតម៉ែឪបដៅមិនស្ដាប់ចេះរឹងរូបប្រហោះម៉ូតូចុះម៉ូតូឡើងអាចារ្យដើរដុតខ្មោចឲ្យរាប់មិនឈ្នះអាហ្នឹងឯងប្រមាទោមជ្ឈនោប្រទាំងអ្នកមានសេចក្តីប្រមាទកំពុងតែឈានជើងចូលទៅកាន់សេចក្តីស្លាប់ចឹងកូនដែលអត់មានធម៌កតញ្ញូអត់ស្ដាប់ម៉ែអត់ស្ដាប់ឪច្រឡឹះបើអត់មានធម៌នៅខ្លួនគិតតែមានប្រមាទញោមមកប្រហែលឆ្នាំនេះទៅដើមគ្នាស្លាប់រត់តែចាស់ស្លាប់អត់ឈ្នះដើរតែដុតខ្មោចឲ្យក្មេងដើរតែបុនឲ្យក្មេងទៅរហូតអាហ្នឹងមកពីអីហើយតអ្នកណាដែលវាអត់មានធម៌ហ្នឹងទេវតាមិនថែអាសាទេជួនកាលទេវតាធុញបរាមុខដល់ឲ្យវាទៅហ្មងទៅឆាប់ផុតតែចេះណាញោមហើយចឹងបានលោកថាកូនដែលមានធម៌កតញ្ញូកូនដែលគេហៅថាមិនចយត់សំដៅទៅលើកូនណាមានធម៌6យ៉ាងញោមចាំស្ដាប់មើល6យ៉ាងហ្នឹងបើមានដល់ញោមដាក់បន្ទូខ្លួនឯង2លានហើយបើមិនមានទេញោមចាំប្រគ្រប់ឲ្យបាន6ហ្នឹងទៅទី1កូនណាស្ដាប់ពាក្យព្រានបដៅរបស់ឪពុកម្ដាយដោយគោរពទី2កូនណាដែលចិញ្ចឹមឪពុកម្ដាយដោយគោរពទី3កូនណាព្យាបាលជំងឺឪពុកម្ដាយពេលគាត់ឈឺទី4កូនណាធ្វើបុណ្យសពឪពុកម្ដាយពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់អធិធិតអធិគុណរបស់គាត់ដោយប្រពៃទី6កូនណានៅតែនឹកឃើញគុណឪពុកម្ដាយចេះតែនាំគ្នាធ្វើបុណ្យខួបបុណ្យតក្កណានុបទានឧទ្ទិសតែឲ្យគាត់រឿយកូនណាមានធម៌6យ៉ាងហ្នឹងហើយគេហៅថាកូនមិនចយត់នោះណាញោមអាបុណ្យតក្កណានុបទានគឺអាបុណ្យខួបពី3ឆ្នាំនឹងឯងនឹងឲ្យបុណ្យតក្កណានុបទានបើដូច្នេះបើខ្លួនយើងគិតមើលថាអញមានធម៌ទាំង6យ៉ាងហ្នឹងសង្ឃឹមឲ្យញោមយើងនៅរស់តទៀតហើយបើថាគ្មានធម៌ទាំង6យ៉ាងហ្នឹងទេប្រយ័ត្នប្រយែងឲ្យហើយណាញោមណាមិនដឹងថ្ងៃណាទេជីវិតនេះដូច្នេះហើយបានជាលើកឡើងថាបុណ្យនេះកើតឡើងដោយសារកូនមានធម៌កតញ្ញូនិងកូនដើរតួនាទីបំពេញកាតព្វកិច្ចរបស់ខ្លួនជាកូនល្អត្រូវហើយឥឡូវនិយាយពីរឿងអ្នកស្លាប់បន្តិចឲ្យញោមស្ដាប់អ្នកស្លាប់ណាពុកម្ដាយយើងមាន2ធឺមួយធឺស្លាប់ទៅហើយកើតកន្លែងល្អអាហ្នឹងមួយធឺទៀតស្លាប់ទៅហើយកើតកន្លែងអាក្រក់អ្នកស្លាប់ទៅកើតកន្លែងល្អទៅកើតជាទេវតាក្នុងឋានតាវតੰយាមាដោះសិតអីហ្នឹងអង្គុយមើលពីនងមកជួនកាលបារម្ភពីកូនណាបារម្ភពីកូននឹកថាខ្លាចតកូននឹងប្រព្រឹត្តធម៌មិនល្អទៅនរកទៅប្រែតចោលទ្រព្យសម្បត្តិចឹងហើយម៉ែឪខ្លះកើតទៅលើហ្នឹងនៅខ្វល់ខ្វាយពីកូននឹងទៀតហើយដល់ទៅពេលម៉ែឪដែលគាត់ស្លាប់ទៅមិនបានកើតកន្លែងល្អក៏គាត់គិតពីកូនដែរគិតថាទ្រព្យសម្បត្តិអញនៅកូនទាំងអស់បើកូនមិនធ្វើបុណ្យឲ្យអញទេមិនដឹងកាលបានទៅកើតជាមនុស្សវិញទេអញ្ចឹងកំពុងតែតឹងផ្លូវដែរតឹងផ្លូវថាកាលបានកូនអញធ្វើបុណ្យឲ្យឥឡូវនិយាយពីអ្នកដែលកើតកន្លែងល្អមុនញោមអាត្មានឹកឃើញរឿងកោសយៈសិទ្ធិចង់និទានឲ្យញោមស្ដាប់ពីដើមមានសេដ្ឋីមួយមានទ្រព្យសម្បត្តិច្រើនណាស់គាត់ថែរក្សាពូជពងវងតកូលពីម៉ែពីឪម៉ែឪធ្លាប់មានសទ្ធារក្សាសិល5ចាំសិល8ចេះចែកទានមានមេត្តាដឹងគុណឪពុកម្ដាយធ្វើបុណ្យអញ្ចឹងទៅស្រាប់តែគាត់ស្លាប់ទៅកើតជាប្រអិនញោម
ហើយស្រាប់តែគាត់នៅសល់កូននៅឯស្រុកមនុស្សនេះឡើងធ្វើសេដ្ឋីបន្តទៀតកូននឹងកាន់តាមពូជពងវងតកូលទៀតម៉ែអញធ្លាប់ធ្វើបុណ្យធ្លាប់កាន់សិលធ្លាប់ធ្វើទានអញ្ចឹងអញធ្វើតាមដែរដល់គាត់ស្លាប់ទៅកើតជាណែសូរយៈទេវបុត្រញោមហើយដល់ពេលនៅកូនសូរយៈទេវបុត្រនេះនៅជាមនុស្សហើយនេះឡើងធ្វើសេដ្ឋីបន្តទៀតកាន់តាមឪពុកម្ដាយនឹងទៀតពុកម្ដាយអញមានធម៌មានសិលមានសទ្ធាធ្វើបុណ្យក្នុងពុទ្ធសាសនាចេះដាក់បាតលោកចេះចែកទានចេះធ្វើបុណ្យអញធ្វើតាមដែរអញ្ចឹងដល់គាត់ស្លាប់ពីមនុស្សនេះទៅកើតជាច័ន្ទទេវបុត្រនៅសល់កូនឡើងធ្វើសេដ្ឋីបន្តទៀតដល់កូននឹងឯងនឹកឃើញថាអញកាន់តាមម៉ែឪដូចតែគ្នាដែរជីដូនជីតាអញម៉ែឪអញពូជអញអ្នកធ្វើបុណ្យទោះបីណាជឿមិនជឿអញមិនខ្វល់អញកាន់តាមរសាប្រពៃណីអញតកូលអញអ្នកធ្វើបុណ្យអញកាន់តាមអញថែរសាសិលអញ្ចឹងដែរអញធ្វើទានអញ្ចឹងដែរដល់ស្លាប់ទៅគាត់កើតជានាតល័យទេវបុត្រកូននាតល័យទេវបុត្រញោមនៅឯស្រុកមនុស្សនេះឡើងធ្វើជាសេដ្ឋីបន្តទៀតគាត់រសាសិល5ចាំសិល8ចែកទានដល់ចាស់ទុំចេះធ្វើបុណ្យមានទិធាជ្រះថ្លាដាក់បាតប្រសង់ដោយគាត់ថាកាន់តាមពូជពងវងតកូលពីដូនតាមកធ្លាប់តែជឿអញ្ចឹងគាត់ស្លាប់ទៅបានកើតជាទេវបុត្រឈ្មោះបញ្ចសិខៈទេវបុត្រនៅឯឋានសួគ៌នៅសល់កូននៅស្រុកមនុស្សនេះឈ្មោះកោសយៈសេដ្ឋីគាត់ឡើងមកធ្វើជាសេដ្ឋីដល់ពេលគាត់ឡើងមកធ្វើសេដ្ឋីគាត់បែកគំនិតតែម្នាក់ឯងគាត់ថាពុកអញពេញមនុស្សឆោតជីតាអញពេញជាមនុស្សឆោតជីទួតអញពេញជាមនុស្សឆោតអូមិនកើតទេឪពុកម្ដាយអញដូនតាអញឆោតឲ្យឆោតយ៉ាងហ្នឹងទៅយកលុយទៅធ្វើបុណ្យទៅធ្វើទានទៅកសាងកុដិសាលារៀនស្ពានថ្នល់មន្ទីរពេទ្យទៅជួយអ្នកក្រអ្នកកំសត់អូគ្មានប្រយោជន៍អត់មានបុណ្យកុសលអីទេសិតតែពួកមនុស្សឆោតអញមិនជឿអញមិនធ្វើអីទាំងអស់អញស៊ីទ្រព្យសម្បត្តិនឹងមកសបាយអញគ្មានជឿអីទាំងអស់ដល់ពេលចឹងទៅគាត់រិះធម្មគាត់មិនមានសទ្ធាមិនជឿទេញោមហើយក៏គាត់ទៅបានឡើងជាឋានៈជាសេដ្ឋីដោយសារគេចាស់ពីឪពុកម្ដាយមកហើយដល់ស្ដេចហៅទៅប្រជុំមានភារៈអីទៅចូលវាំងជាមួយសេដ្ឋីដតីញោមមកទៅគេអញ្ជើញទៅសម្រាប់ផ្ទះសេដ្ឋីមួយនោះសេដ្ឋីនោះគេអ្នកមានសទ្ធាជ្រះថ្លាគេដាំបាយមកធុបាយយ៉ាស់ឲ្យមានទាំងបាយមានស្ករក្រាមមានដាក់សប៉ិដាក់ទឹកឃ្មុំអីឆ្ងាញ់ណាគេទទួលភ្ញៀវទៅសម្រាប់នឹងផ្ទះហ្នឹងសេដ្ឋីដតីគេចូលហូបឲ្យព្រាតសេដ្ឋីហ្នឹងគាត់អត់ហ៊ានចូលគេគាត់អង្គុយអត់គាត់នឹកឃើញថាបើអញចូលទៅផ្ទះគេតែអញហូបវិជ្ជពៈគេដូច្នេះតែគេទៅផ្ទះអញពិបាកដាំសងគេវិញបើអញ្ចឹងអញមិនខ្ចីហូបរបស់គេទេកុំឲ្យជពៈរបស់គេព្រោះគាត់នឹងកម្រិតគេដាំទៅគេមានដាក់ទឹកឃ្មុំគេដាក់សប៉ិគេដាក់ស្ករក្រាមស្ករអំពៅអូយគាត់ទៅធំក្លិនមកនោះវាឈ្ងុយឆ្ងាញ់ឃ្លានណាប្រពន្ធថាខ្ញុំចេះតាឯងអាមធុបាយយ៉ាស់នឹងខ្ញុំចេះឯងមិនបាច់ភ័យទេបើអញ្ចឹងបើឯងចង់ហូបចឹងមិនបាច់ដេកកើតទុកទេចាំខ្ញុំដាំជប់លៀងអ្នកស្រុកអ្នកភូមិយើងឲ្យហូបឲ្យសបាយម្ដងណាឯងស្រាប់បតានឹងស្ដីឲ្យតែមកយីពេលឯងស្អីប្រុងមានសទ្ធាអីធ្វើឲ្យអ្នកភូមិអ្នកស្រុកហូបអញគ្មានសទ្ធាឲ្យទេអង្គអញលុយអញទ្រព្យអញនាំអស់អញមកឲ្យទេកុំបាច់មកធ្វើឲ្យអ្នកស្រុកអ្នកភូមិអាហើយបើណាឯងមិនបាច់អ្នកស្រុកអ្នកភូមិឥឡូវអ្នកនៅមកផ្ទះមកជួផ្លូវយើងហ្នឹងហើយអញ្ជើញគាត់មកហូបឲ្យជុំគ្នាឲ្យសបាយម្ដងណាឯងហេអត់ទេខ្ញុំឃ្លានតាខ្ញុំគ្មាននៅណាលុយទៅចំណាយឲ្យអ្នកនៅមកជួផ្លូវណាហូបទេខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យបង្ហិនបង្ហើយស្រាប់តែប្រពន្ធនឹងថាឥឡូវអញ្ចេះទៅបើណាឯងមិនព្រមអញ្ចឹងចាំយើងដាំតម្រូវទៅអ្នកមកផ្ទះយើងហូបជុំគ្នាទៅណាហេមកផ្ទះអីខ្ញុំអ្នកឃ្លានមកផ្ទះវាអស់ច្រើនណាអស់លុយអស់កាក់អស់ទ្រព្យខ្ញុំមិនចង់ហូបរបស់គេខ្លាចវាជាពាក់គេហ្នឹងហើយមិនចង់ដាំឲ្យអ្នកផ្ទះខ្ញុំមិនព្រមទេកុំឲ្យអស់ទ្រព្យអស់លុយណាហើយបើណាឯងមិនព្រមទេអញ្ចឹងឥឡូវយើងដាំតម្រូវតែពីរអ្នកឯងហែងខ្ញុំទៅបានហើយណាហើយចុះយីពេឯងហ្នឹងវាឃ្លានស្អីដែរខ្ញុំមិនដែរអ្នកឃ្លានយីពេឯងមិនបាច់ទេបើអញ្ចឹងចាំខ្ញុំដាំឲ្យឯងហូបតែឯងក៏បានដែរកុំទៅកើតទុកណែយីពេឯងចង់ដាំហ្នឹងអត់បានទេកុំដាំហ្នឹងអាហ្នឹងក្លិនវាឈ្ងុយណាស់តែឈ្ងុយដល់គេមុខតែមកសុំយើងអស់ឥឡូវហើយបើអញ្ចឹងមកវិញឲ្យខ្ញុំមកដាក់អង្គមកក្តាប់ពីរមកហើយសប៉ិប៉ណេះមកទឹកឃ្មុំប៉ណេះមក
ហើយស្គមបើប៉ុណ្ណេះស្គក្រាមប៉ុណ្ណេះដាក់ឆ្នាំងដាក់អីមកកបាត់មួយមកខ្ញុំទៅដាំឲ្យព្រៃយកគ្មានធំដល់ពីណាទេហូបតែម្នាក់ឯងឆ្អែតចាំត្រឡប់មកវិញប្រពន្ធទៅមើលមុខឲ្យទៅពេកនេះរិះរត់ថ្នាក់ហ្នឹងអញ្ចឹងក៏អញ្ចឹងទៅវិចប្រវិចឲ្យប្តីទៅយកទៅដាំឲ្យព្រៃតែឯងប្តីហ្នឹងកាន់កវិតដើរទៅព្រៃឲ្យឆ្ងាយបន្តិចមានស្រះទឹកមួយក្នុងព្រៃហ្នឹងមើលតំណងតំណេះមានណាគេឃើញទេស្ងាត់ល្អណាស់ដាំតែហ្នឹងណាស្ការព្រៃឲ្យស្អាតប្រកាត់ភ្លើងដាំបាយខ្លាច់ធំដល់គេញោមឲ្យពួកឪពុកជីតាតាទួតតាលួតដែលកើតជាប្រអិនកើតជាទេវបុត្រនៅឯលើអង្គុយមើលពីលើមកជំនុំគ្នាប្រាប់ថាណែកូនយើងអាមួយចៅយើងអាមួយនឹងខូចពូជអម្បូរយើងអស់ហើយមកពូជយើងតាំងពីដូនតាមកសិតតែកើតជាមនុស្សទេវតាឥឡូវវាមកមួយទាញមកពូជយើងឲ្យទៅនរកទាំងអស់បើយើងមិនចោះទៅជួយទេទ្រព្យសម្បត្តិទាំងអស់ហ្នឹងនឹងរលាយបាត់អស់ហើយខ្លួនវាទៅនរកទៀតបើអញ្ចឹងយើងទៅជួយកូនយើងមកទៅជួយចៅយើងពួកទេវតាហ្នឹងក៏នាំគ្នាហោះចុះមកនិមិត្តធ្វើផ្សេងគ្នាមកម្ដងម្នាក់ធ្វើជាល្បិចឆាកល្ខោនលេងជាមួយគាត់នឹងសិនស្រាប់កំពុងតែដាំបាយស្រាប់តែមានមនុស្សវែងផ្លូវមកដើររុកព្រៃប្រោកអើយខ្ញុំវែងផ្លូវសុំសួរបន្តិចហ៎ហើយណាមវែងផ្លូវខ្ញុំនេះសុំសួរបន្តិចផ្លូវណាទៅព្រានសីហើយផ្លូវឯណាមទៅមិនមកចំផ្លូវហ្នឹងទៅផ្លូវព្រានសីហ្នឹងខ្ញុំហៅផ្លូវមិនឃើញទេលោកអាមាត់ចេះតែនិយាយជើងចេះតែដើរចូលមកតែខត់ខ្លាចគេឃើញបាយតែកុំមកនៅហ្នឹងឯងខ្ញុំលោកដាំបាយតើនេះអូល្មមខ្ញុំដើរដាច់បាយយូរហើយខ្ញុំវែងផ្លូវឥឡូវខ្ញុំសុំបាយហូបផងនៅអង្គុយចាំហ្នឹងប្រហែលជាលោកដាំបាយហ្នឹងធ្វើទៀនដាក់ដល់ស្មុំយចកឬក៏ប្រគិនចងានប្រសងអីហើយមើលទៅចឹងខ្ញុំនៅអង្គុយហ្នឹងចាំទទួលដែរណែអញដាំហូបតែអញទេអញគ្មានឲ្យនរណាទេទៅណាផុតទៅលោកឲ្យកើតជាមនុស្សគេមិនឲ្យកំណាញ់ទេណាដើរព្រៃចឹងផងមានភ័យអាសន្នស្លាប់ម្នាក់ឯងលើគ្មានពីណាគេជួយទេបើមិនចេះចែកគ្នាហ្នឹងតែមានភ័យអាសន្នស្លាប់ឥឡូវហើយហាកុំនិយាយចិនពេចថ្លង់អង្គុយចាំអញឲ្យមួយម៉ាត់អាឡៃតែដាំបាយដុតអស់ចុះឡើងមកម្នាក់ទៀតដើរពីនោះមកម្ដងរុកផ្លូវលោកអើយលោកខ្ញុំវែងផ្លូវទៅណាទៅព្រានសីហាហើយចុះអាណាមវែងផ្លូវមកទៀតហើយនោះទៅកុំមកហ្នឹងខ្ញុំរកផ្លូវមិនឃើញទេលោកជួយប្រាប់ខ្ញុំផងទៅនោះទៅកុំមកអាមាត់ចិត្តថាអាជើងចិត្តឈានមកហើយថាកុំឲ្យមកនៅទៅចូលមកអូដាំបាយអីហ៊ីកំពុងតែឃ្លានផងនឹងតំណងធ្វើបុណ្យហ្នឹងដាក់ចង្ហាន់លោកឬក៏ជូនចាស់ទុំអីយ៉ាងមកបាយឆ្ងាញ់អញ្ចឹងខ្ញុំនឹងអង្គុយនឹងដែរក៏លោកបានហូបណែអញមិនឲ្យទេទៅណាទៅយីហ៊ីអញដាំហូបតែអញទេកុំមកលោកកោយលោកអ្នកកើតជាមនុស្សហ្នឹងអាស្រ័យបុណ្យចាស់ពីមុនមកធ្លាប់ធ្វើបុណ្យធ្វើទានបានកើតមកមានទ្រព្យប៉ុណ្ណឹងហើយបើលោកអត់បានធ្វើបុណ្យអញ្ចឹងទេម្លេះកើតទៅជាសត្វគោក្របីសត្វដេរិឆានហើយទៅនរកប្រែតហើយបើលោកបានធ្វើបុណ្យបន្ថែមទៀតទៅជាតិក្រោយទៀតលោកបានកើតជាមនុស្សទៀតបានទ្រព្យសម្បត្តិចាយទៀតណាអញថ្លង់អង្គុយស្ងៀមមកចាំអញឲ្យមួយម៉ាត់មកម្នាក់ទៀតទៅជើងមកម្ដងមកដល់ឯណោះស្រែកមកលោកអើយលោកខ្ញុំវែងផ្លូវជួយខ្ញុំផងឯណាផ្លូវទៅព្រានសីហុយអាម៉េចថ្ងៃហ្នឹងសុទ្ធតែអ្នកអង្គវែងផ្លូវមកទៀតហើយអញថាមកព្រៃហ្នឹងឲ្យវាស្ងាត់ម្នាក់អញមកជួបតែអ្នកអង្គវិញផ្លូវវិញមកពីណាទៅលោកក៏កុំមកហ្នឹងឯណាផ្លូវទៅក្រុងព្រានសីលោកថាទៅឯណោះថាម៉េចលោកស្ដាប់មិនបានទេណាព្រៅព្រានសីអាជើងចិត្តតាមអាតំឡងថាឲ្យទៅឯណោះនិយាយប៉ុណ្ណឹងស្ដាប់មិនបានថាម៉េចលោកថាម៉េចដើរចូលឲ្យតដល់ដាំបាយតានេះអូមែនកំពុងតែឃ្លាននៅចាំហូបដែរប្រហែលជាបានហើយមើលទៅអញមិនឲ្យទេទៅណាទៅជួបសត្វអ្នកអង្គវិញផ្លូវលោកកាយលោកកើតជាមនុស្សនេះយើងដោយសារអំពើល្អបានកើតជាមនុស្សដូច្នេះហើយមនុស្សយើងតើមានធម៌សណ្ដោសគ្នាអញ្ចឹងបានកើតជាមនុស្សទៀតហើយបើលោកកើតជាមនុស្សហើយអត់មានធម៌សណ្ដោសគ្នាអនាគតទៅដេរិឆានមិនបានកើតជាមនុស្សទៀតទេណាអញថ្លង់គួយស្ងៀមអាចមិនឲ្យម៉ាត់មកឲ្យតលគ្រប់ទាំង5ញោមឯនេះអង្គុយឡើងកពុលមុខអញញយអញថាមិនដាំឲ្យផ្ទះទេកុំឲ្យវាធំដល់មនុស្សមកពួនក្នុងព្រៃវានៅតែមានមនុស្សមកសិតតែពួកអង្គវិញផ្លូវឯនោះឆ្អិននៅលោកឆ្អិននៅអញឆ្អិនហើយចាំអញឲ្យបេះស្លឹកមកដាក់ដៃដាក់ដៃអញឲ្យទៅបេះស្លឹកសកែមកស្លឹកសកែបេះស្លឹកសកែម្នាក់មួយមកពួកទេវតាអស់ហ្នឹងបេះស្លឹកសកែម្នាក់មួយយកមកតម្លាក់ព្រុសប៉ិនជាងអីងាប់អញហុចស្លឹកសកែអីក៏ធំម្លេះអញមកឲ្យទេធំពេកអញ្ចឹងបាយអញមកប៉ុណ្ណឹងផងឲ្យអស់ទៅយកស្លឹកកគីវិញស្លឹកកគីពួកទេវតាហ្នឹងលុកដៃទៅព្រៃហាមពៀននោះបេះស្លឹកកគីតម្លាក់មកប៉ិនក្រែក្តាង
និមិត្តបន្ថែមទៀតដល់បណ្ណានៃមកទម្លាក់មកព្រុសស្លឹកកគីងាប់អញស្លឹកកគីធំជាងស្លឹកសកែទៀតធំជាងក្រែទៀតអញមិនអោយទេអញមិនអោយទេហេលោកនិយាយសច្ចៈក្នុងព្រៃផងថាឲ្យគេខំអង្គុយចាំឲ្យដល់ពេលចុងក្រោយថាមិនអោយគេហ្មងហ่ะអញតែស្គីមិនអោយចាប់មិនទីយកមកដាក់ហើយអាបាយហ្នឹងចាប់មកប្រុងតែមកទាំងអស់ឲ្យតែចាប់ទាញមកវាប្រុងឲ្យមកទាំងអស់បេះមិនចង់ដាច់បេះខាងនេះមកខាងនោះបេះខាងនេះមកខាងនោះវាចង់តែមកទាំងអស់អាមិនវាបាយហ្នឹងបេះតម្រាំបានដាក់ឲ្យបន្តិចម្នាក់អញ្ចឹងដល់ពេលអញ្ចឹងទៅស្រាប់តែរៀបប្រហូបទៅញោមឪពុកខ្លួនឯងបកើតជាបញ្ចសកទេវបុត្រហ្នឹងរៀងកំ pl ែងបងតាហ្នឹងគាត់នៅឋានសួគ៌ហ្នឹងក៏កំ pl ែងដែរដល់ពេលគាត់និមិត្តធ្វើជាឆ្កែមួយនោះបោលពីត្បូងមកនិមិត្តធ្វើឆ្កែមួយបោលមកដល់លើកជើងរះនោមដាក់ព្រៃញោមនោមដាក់ព្រៃរះមកមកជួអញ្ចឹងទៅមកតម្រង់សេដ្ឋីហ្នឹងហើយពួកទេវតាហ្នឹងឃើញឆ្កែមកអញ្ចឹងនាំនេះយកដៃខ្ទប់បាយក៏មកឆ្កែនោមដាក់សេដ្ឋីហ្នឹងយកបាយយកដៃខ្ទប់ដែរមានឯណាតម្រង់ឲ្យចំខ្នងដៃសេដ្ឋីហ្នឹងឆ្វោកពីលើខ្នងដៃហ្នឹងខឹងហ្មងអាឆ្កែមកពីណាអញមិនតាន់បានស៊ីបាយផងឆ្កែមកនោមដាក់ដៃទៀតលើកអាឆ្នាំងបាយមកដាក់ក្បែរមាត់ស្រះណែលោកទាំងអស់គ្នាមើលបាយខ្ញុំផងខ្ញុំទៅលាងដៃមួយផ្លែទេណាមើលខ្ញុំផងអាឡៃចុះមកលាងដៃអាដៃលាងទៅអាភ្នែកមើលទៅឆ្នាំងបាយខ្លាច់គីឡូពីណាមកយកឆ្កែនឹងត្រឡប់មកវិញពំឆ្នាំងបាយរត់កាត់ព្រៃទៅឯនេះមិនទាន់ទឹកប្រងឆ្កែយកឆ្នាំងបាយខ្ញុំទៅអូឆ្កែជួយខ្ញុំផងលូតឡើងពីក្នុងស្រះមកដេញតាមឆ្កែនឹងពនុងមួយទៅហ្មងឆ្កែពីណាយកឆ្នាំងបាយខ្ញុំទៅមិនទាន់បានស៊ីមួយម៉ាត់ផងយកទៅហើយដេញអាឆ្កែបោលឲ្យឆ្ងាយបន្តិចត្រឡប់មកវិញបែរខ្លួនមកព្រិចខ្លួនប្រប៉ាន់សេះញោមប្រប៉ាន់សេះហាមាត់យើងទំឡើងខ្លួនមកឯនេះឃើញតែឆ្កែប្រប៉ាន់សេះបោះអាពនុងចោលរត់យកព្រះអាយុរត់មកហៅគេជួយខ្ញុំផងស្រាប់តែមនុស្សនឹងអង្គុយ4នាក់នេះងើបឡើងទៅលើដែតទៅលើអាកាសសំផុតចុងព្រៃអស់ហើយលីងហើយក៏រត់ទៅម្នាក់ឯងឆ្លាចុះឆ្លាឡើងជួយខ្ញុំផងហាក់ហើយពួកឯងដែតទៅលើមេឃអស់ហើយពួកឯងជាស្អីគេបានគេសើចកិលគេនិយាយប្រាប់គេថាណែនេះជាតាណែឯងនេះតាទួតណែឯងនេះតាលួតហើយនេះឪពុកណែឯងគេឃើញណែឯងហ្នឹងដើរខុសពូជពងវងតកូលពូជពួកយើងសិតតអ្នកមានសិលមានសទ្ធាធ្វើបុណ្យធ្វើទានស្រាប់តែឯងមកមួយប្រព្រឹត្តអំពើខុសឆ្គំឆ្គងមិនជឿសិលមិនជឿទានមិនធ្វើបុណ្យណែឯងនឹងទៅនរកបានពួកគេចោះមកជួយណែឯងនឹងភ្ញាក់ខ្លួនឡើងខំធ្វើបុណ្យឡើងចាស់ហើយបន្តិចទៀតស្លាប់ចោលទ្រព្យនឹងអត់មានអីសង្ឃឹមទេបើមិនធ្វើបុណ្យនេះទ្រព្យនឹងបានទៅលើដៃគេខ្លួនឯងទៅនរកហើយស្រាប់តែភ្លឺស្វាងតែងហ្មងញោមឃើញឪពុកឃើញអីមកបង្ហាញខ្លួនផ្ទាល់ឲ្យឃើញអញ្ចឹងដូច្នេះពួកឪពុកនិងជីតាលាទៅឋានសួគ៌វិញគាត់នេះចេញត្រឡប់ទៅផ្ទះវិញអត់និយាយច្រើននេះទាប្រពន្ធម៉ែវាដាក់កម្មវិធីប៉ុនឲ្យអញមួយ7ថ្ងៃហ្មងមុនលោកឲ្យមកឆត់ឲ្យព្រមព្រៀតហ្មងនិយាយហ្នឹងគាត់ឆ្ងល់អត្តពេកនេះមិនកាលពីមុនកំណាញ់សំបីអង្គមកកំប៉ុងបាយមកវែកមិនដែលចែកឲ្យវៀតណាមដែលដាក់បាត់លោកឲ្យទៅព្រៃម្ដងមកវិញលេចចង់ធ្វើប៉ុនធំចេះតែឆ្ងល់ប្តីហ្នឹងបានដឹងរឿងហ្នឹងទៅបានជ្រះថ្លាធ្វើប៉ុនណែអាត្មានឹកឃើញរឿងហ្នឹងថាអ្នកដែលស្លាប់ទៅកើតឋានសួគ៌ហ្នឹងក៏នៅបារម្ភពីកូនដែរខ្លាចកូនដើរផ្លូវខុសប៉ុន្តែនិយាយពីម៉ែឪខ្លះកើតកន្លែងថោកទាបវិញក៏គាត់នឹកពីកូនដែរខ្លាចកូនមិនធ្វើប៉ុនឲ្យគាត់មានសេដ្ឋីម្នាក់ញោមឲ្យនៅរាជក្រឹសគាត់នឹងអត់ដែលធ្វើសិលអត់ដែលធ្វើទានស្រាប់តែស្លាប់ទៅកើតជាប្រែតអត់ចំណីអាហារហើយប្រែតនឹងនៅលើផែនដីជាមួយយើងដែរដល់ល្អត់ទៅគាត់ថាវាមានតែប៉ុនកូននេះបើកូនធ្វើប៉ុនឲ្យគាត់បានចំណីអាហារហើយគាត់នឹងផុតពីកំណើតនឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាហើយបើអញ្ចឹងទៅរកកូនសិនដល់ដើររកកូនរកអត់ខ្ចីឃើញសោះមកពីអីមកពីកូននឹងឯងលក់ផ្ទះបាត់ប្រហែលជាដីវាត្រូវប៉ាន់ញោមគេលក់ទៅគឺទៅទិញបុរីនៅឯណាទៅហើយខ្មែរយើងបើលក់ដីទៅទិញផ្ទះថ្មីគេសូត្រមុនប្រកាសដូនតាឲ្យដឹងញោមណាតែមិនប្រកាសដូនតាប្រយ័ត្នដូនតាច្រឡំទៅរកអាផ្ទះចាស់នោះឆ្កែគេដេញខំហើយអញ្ចឹងគាត់នឹងអត់បានប្រកាសដូនតាសូត្រមុនអីអញ្ចឹងដូនតាទៅរកម៉ែឪទៅរកតាផ្ទះចាស់ហ្នឹងទៅរកវាមិនឃើញសោះចិត្តតែដើររកកូនទៅជួនកាលបង្ហាញខ្លួនឲ្យគេឃើញគេខ្លាចពេញទៅភូមិក៏មានដែរស្រាប់តែដើរដល់នគររាជក្រឹសចូលក្នុងវាំងហ្មងទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចឃើញហើយស្ដេចមិនងាយរត់ដូចយើងអីហើយយើងញោមឲ្យប្រែតទៅបង្ហាញខ្លួនទាំងញោមទាំងអាត្មាមិនស្រួលដាក់ម៉ាស៊ីនកែងរត់ទៅមិនបាននិយាយជាមួយទេហើយដល់ស្ដេចឃើញសួរហ្មងណែឯងជាស្អីណែឯងជាអ្នកបួសហើយណែឯងទៅណាបានប្រែតថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អី
ប្រែតនឹងពីមុនមកមនុស្សដូចតាគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿប៉ុនមិនជឿទៀនខ្ញុំស្លាប់ពីមនុស្សមកកើតប្រែតជាកំណើតនៅលើផែនដីហ្នឹងប៉ុន្តែអត់មានចំណីអាហារបរិភោគទេហើយដើររកចំណីអាហារហើយបើមានគេធ្វើប៉ុនឲ្យបានផុតពីប្រែតហ្នឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាវិញហើយចុះលោកដើរទៅឯណាខ្ញុំដើររកកូនព្រោះខ្ញុំជាតិមុនជាសេដ្ឋីជាចូលសេដ្ឋីទ្រព្យសម្បត្តិខ្ញុំមានច្រើនដែរប៉ុន្តែទ្រព្យហ្នឹងឥឡូវនៅលើដៃកូនទាំងអស់ហើយបើខ្ញុំមិនទៅរកកូនទេខ្ញុំមិននឹងទៅរកណាបើកូនបានធ្វើបន់ឲ្យបានខ្ញុំបានចំណីអាហារបរិភោគឬខ្ញុំរួចពីកំណើតនេះទៅកើតជាមនុស្សវិញទៅកើតជាទេវតាវិញចុះរកកូននឹងឃើញហើយហ្នឹងអត់ឃើញទេគេលែងនៅស្រុកហ្នឹងហើយគេលក់ផ្ទះបាត់ឮតំណែងអ្នកស្រុកគេនិយាយគ្នាថាកូនហ្នឹងទៅកើតនៅស្រុកនៅស្រុកអន្តកវិន្ទនគរហើយបើចឹងលោកគិតអាម៉េចខ្ញុំទៅរយនងទៀតក្រែងលោកកូនខ្ញុំនៅឯនោះឃើញធ្វើបន់ឲ្យលោកទៅរកក៏ទៅចុះឃើញកូនក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់ខ្ញុំព្រោះខ្ញុំវាមិនដែលដឹងរឿងប្រែតខ្ញុំមានចម្ងល់ចង់សួរកុំភ្លេចត្រូវតែមកប្រាប់ខ្ញុំវិញឃើញដែរមិនឃើញក៏ដោយក៏បានលាផ្ដាំតែប៉ុណ្ណេះលាហើយក៏បាត់សមោលទៅវិញទៅមកបង្ហាញមកផ្លែតចឹងណាញោមប្រែតនោះធ្វើដំណើរដើរគ្រប់ភូមិញោមលិចវាលចូលព្រៃលិចព្រៃចូលវាលដើររមមិនឃើញកូនសោះបែកគំនិតដើររតាមវត្តកែងកូនអញធ្វើបន់ឲ្យទៅឯនេះមិនឃើញឯណោះមិនឃើញដើររតាមលោកឆាន់ឲ្យតែឃើញលោកសង្ឃឆាន់ឯណាទៅគេលោកកូនអញធ្វើបន់ឲ្យរមិនឃើញទៀតបែកគំនិតដើររតាមរោងបន់ម្ដងឲ្យតែមានរោងបន់ដើរគិតទៅរាប់ខែណាញោមស្រាប់តែដាក់មកដល់ផ្ទះកូនផ្ទះថ្មីហើយផ្ទះថ្មីឲ្យសាឡាងមនុស្សមកធ្វើបន់ភ្ញៀវគេឡើងរាប់ពាន់នាក់អូយឪពុកម្ដាយត្រេកអរណាស់ដើររកកូនរាប់ខែឥឡូវឃើញកូនហើយឃើញផ្ទះថ្មីកូនហើយវាអស់ចាទៅទៀតចំថ្ងៃកូនធ្វើបន់និយាយពីភ្ញៀវគេមកឡើងរាប់រយរាប់ពាន់នាក់ត្រេកអរណាស់ដូចរអស់ប្រទេសជាហ្គានហ្គាសចឹងណាញោមរអស់ប្រទេសឈើងាប់ល្អណាស់អូយដល់ទៅពេលចប់បន់ហើយញោមហើយស្រាប់តែប្រែតម៉ែឪហ្នឹងអង្គុយយំដដែលហើយអាម៉េចបានយំបើរកកូនឃើញហើយតែត្រេកអរអាម៉េចបានប្រែតអង្គុយយំដដែលកូនគេដូរសាសនាបាត់ហើយកូនគេចូលលទ្ធិដតីហើយគេជឿតាមគ្រូដឹកនាំហើយគេមិនបានធ្វើតក្កិណានុបទានចូលទិសចូលវេប្រកេនដូចយើងទេគេជប់លៀងតែឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់ទេគេខ្វល់ខ្វាយតែទទួលភ្ញៀវជប់លៀងតែគ្នាគេទេដូច្នេះបុណ្យនោះរាប់រយតុកមែនប៉ុន្តែខ្មោចម៉ែឪគ្មានបានមួយម៉ាត់ទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់បានឆ្ងាញ់ទេដូច្នេះឪពុកម្ដាយដែលដើររកកូនតម្រាំតែឃើញហ្នឹងណាដល់ពេលរកឃើញហើយនៅតែអត់បានចំណីអាហារមួយម៉ាត់ត្រឡប់ទៅវិញទាំងពោះទៅទេកូនគេចូលសាសនាដតីបាត់ហើយជឿគ្រូដតីបាត់ហើយទៅវិញពោះទៅទេដើរបដើយំបដើរៀបរាប់អញឲ្យអញកាលនៅជាមនុស្សរកទ្រព្យសម្បត្តិដើម្បីកូនបនមនានធ្វើសិលមនានធ្វើគេបបួលធ្វើបនធ្វើទៀនខ្លាច់អស់លុយអស់កាក់ទៅសិលក៏មិនហ៊ានទៅឥឡូវរស់ស៊ីចាំកូនឲ្យកូនធំធាត់មានមុខមានមាត់ឥឡូវកូនគេធំធាត់មានមុខមានមាត់បានទ្រព្យសម្បត្តិអញស្លាប់ទៅនៅកូនទាំងអស់ដល់តែអញមករកកូនវិញតែមួយម៉ាត់គេមិនឲ្យអញផងទៅវិញពោះទៅទេឲ្យអញឲ្យតើខែឆ្នាំណានឹងចេញរួចពីកំណើតប្រែតនេះដើរយំពោះទៅទេត្រឡប់ទៅវិញញោមមើលក៏ដែរអភ័ព្វណាស់ក៏នឹកទៅដល់អាជាសត្រូវដែលផ្ដាំអាជាត្រូវផ្ដាំថាបើរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែត្រឡប់មកវិញមកប្រាប់នោះក៏បាននាំតំណែងទៅប្រាប់អាជាសត្រូវទៅដល់បង្ហាញខ្លួនឲ្យឃើញមួយសារទៀតអាជាសត្រូវនឹងឯងគ្រាន់តែឃើញឡើងសួរថាម៉េចទៅរកកូនឃើញទេថារកឃើញហើយប៉ុន្តែគ្មានបានចំណីអាហារបរិភោគទេកូនគេមិនបានធ្វើបន់ឲ្យទេគេធ្វើបន់ដែរប៉ុន្តែគេមិនបានចូលទិសចូលវេប្រកេនតាមបែបពុទ្ធសាសនាទេគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់តែប៉ុណ្ណោះម្ល៉េះហើយមកវិញទាំងពោះទៅទេបានអាជាសត្រូវនឹកសង្វេគណាស់ឪពុកម្ដាយគ្រប់រូបហើយខិតខំរកទ្រព្យសម្បត្តិដើម្បីកូនអត់ហ៊ានទៅសិលអត់ហ៊ានទៅបន់ខ្លាចខាតពេលវេលារកទ្រព្យដើម្បីកូនបើចំកូនល្អចេះធ្វើបន់ឲ្យទៅគាត់ក៏បានសុខសប្បាយមកកើតជាមនុស្សទេវតាបើកាលណាចំកូនគេមិនគិតមិនគូទៅមើលដូចអញ្ចឹងកូនសបាយឆ្ងាញ់មាត់តែគ្នាគេឯខ្មោចឪពុកម្ដាយអត់បានសបាយអីទេ
ដោយឆ្នោះហើយបានជាអាជាសត្រូវនឹងដាច់ចិត្តនាំគ្នាប្រកាសធ្វើបន់ជូនដល់អ្នកស្លាប់យើងហៅថាធ្វើបន់ឲ្យប្រែតអនាថាអាជាសត្រូវបង្កើតកម្មវិធីបន់មួយត្មងញោមហៅអញ្ជើញប្រែតទាំងអស់ម៉ែឪទាំងអស់ដែលគ្មានកូនណាធ្វើបន់ឲ្យសូមឲ្យមកទទួលបន់នៅកន្លែងនេះមកទទួលទាំងអស់បានគាត់ធ្វើឲ្យទៅប្រែតនឹងរួចពីកំណើតប្រែតមកកើតជាមនុស្សទេវតាមកឡើងព្រងព្រាតដោយសារណាដោយសារអ្នកដតីគេជួយទេបើសង្ឃឹមកូនខ្លួនឯងទៅទេទាំងអស់អានឹងមកពីអីនឹងឲ្យពធមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេដាបៃតាអត់ទទួលបានទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់ទទួលបានមកពីធ្វើមិនត្រូវណាញោមណាហេតុហ្នឹងហើយបានជាយើងនាំគ្នាធ្វើតាមបែបពុទ្ធសាសនាមានប្រសង់មានអាចារ្យមកដឹកនាំធ្វើឲ្យត្រូវទី1ចូលប្រគេនផ្ទាល់ទី2យើងអ្នកឧទ្ទិសផ្ទាល់ទី3មេដាបៃតាហ្នឹងគាត់អ្នកអនុមោទនាហើយបើគាត់មិនដឹងបានយើងត្រូវប្តឹងផ្ដាំផ្ញើតាមទេវតាដោយពាក្យសោតទេវាគាត់ថ្វាយនិវេទយងទេវតានាំតំណែងទៅប្រាប់ដល់បុព្វការីជនយើងនោះគាត់ដឹងគាត់នឹងអនុមោទនាគាត់នឹងទទួលហើយអញ្ចឹងបើគាត់បានទទួលហើយបុណ្យកុសលនឹងបានដល់យើងទាំងអស់គ្នានេះផងដែរណាញោមដូច្នេះហើយបានជាកម្មវិធីនេះត្រូវមានប្រសង់មានអាចារ្យមានអីមកដឹកនាំឥឡូវកូនចៅក៏បានស្ដាប់ធម៌យល់ជ្រះថ្លាហើយបើដូច្នេះហើយបុណ្យកុសលដែលកើតពីតក្ខិណានុបទាននេះឯងក៏សូមឧទ្ទិសជូនដល់បុព្វការីជនមានឧបាសិកាពិទូចមានឧបាសកចេញផននិងជីដូនជីតាម៉ាកងចឹកចែសៅហៀទាអ៊ីពេកៅកងសៅអានអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួម1000តម្រួតតាទូទីទួតតាលាយលាដែលបាក់បែកចែកឋានទៅលោកខាងមុខឲ្យសូមមកទទួលអត្ថមនុញ្ញផលកសលផលបនសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាសូមទេវតាអនុមោទនាបុណ្យនេះផងនាំតំណែងទៅប្រាប់ដល់ញាតិកាផងសូមទេវតាអនុមោទនាបុណ្យនេះផងហើយថែអាសាការពារញោមទាំងអស់គ្នាឲ្យសុខឲ្យសប្បាយរកទទួលទានមានបានកើតការវិលគុំតិចតិជុំឆ្លងឲ្យផុតអំពីជំងឺកាចសាហាវគ្រប់ប្រភេទដែលតែងតែកើតមានលើពិភពលោកយើងកុំឲ្យប៉ះពាល់ដល់ក្រុមគ្រួសារញោមឡើយធ្វើដំណើរទីចិត្តឆ្ងាយសូមឲ្យសុខឲ្យសុវត្ថិភាពកូនចៅរកទទួលទានចេះតែមានចេះតែបានកើតការវិលគុំតិចតិជុំរហូតតទៅជាសុភមង្គលក្នុងក្រុមគ្រួសារទេវតាថែអាសាការពារបានសុខបានសប្បាយញោមញាតជាកូនចៅក្តីជាភ្ញៀវកិត្តិយសក្តីដែលបានអញ្ជើញមកក្នុងទីនេះទាំងអស់ទាំងតន្ត្រីពិនពិតនិតកងស្គរចុងភៅចិត្តបន្លែផ្លែឈើអ្នកជួយតបតែងអ្នករៀបរងអ្នកសន្និសុខសម្ដាប់ធ្នាប់អ្នកដឹកអ្នកអញ្ជូនអ្នកបរើភ្ញៀវអ្នកខ្វល់ខ្វាយទាំងអាចារ្យទាំងយាយទាំងតាសូមបានសុខបានចម្រើនកើនសម្បត្តិគ្រប់ប្រការមានសតិមានបញ្ញាភ្លឺថ្លារួចចាក់ទុកប្រាថ្នាអវយណានេះមួយឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងសន្មតចប់អេវ៉ាំងក៏សូមសម្ដែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក៏ដល់ញោមក៏ដល់ក្រុមហ៊ុនហាក់កឹមឆែ trading ក៏ញោមបានចូលរួមបុណ្យកឋិនទាននេះដែរដោយផ្ញើត្រៃផ្ញើបច្ច័យស្បង់ស្បៃត្រៃជីពរមកធ្វើបុណ្យកឋិនហើយថ្ងៃមុនបាននិមន្តប្រសង់ទៅឆាន់ខ្ញុំកណាអាត្មាភាពក៏បានទៅទទួលចង្ហាន់នៅផ្ទះគាត់នឹងផងដែរដូច្នេះហើយឥឡូវនេះបានទទួលបុណ្យកឋិនពីញោមឥឡូវអាត្មាយកត្រៃស្បង់ស្បៃត្រៃជីពរនិងបច្ច័យរបស់ញោមមកចាត់ចែងធ្វើបុណ្យជូនហើយណាញោមចាត់ចែងមានបច្ច័យ4ប្រសង់ខ្លះដាំស្លខ្លះធ្វើទៀនខ្លះគេនបវរណាប្រសង់ខ្លះទៀតហើយក៏ចាត់ចែងសកតត្រៃកសាងនៅក្នុងវត្តនេះផងដែរក៏សូមទេវតាទស្សបរមីវត្ថុស័ក្តិសិទ្ធិមានរិទ្ធជួយថែសាការពារញោមប្រុសញោមស្រីក្រុមគ្រួសារបងប្អូននិងបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ញោមឲ្យរត់ទទួលទានមានបានកើតការវាលគុំតិចតិជុំសម្បត្តិដកដុំសម្បូរហូរហៀចេះតែបានជោគបានជ័យសេរីសួស្តីសុភមង្គលបានសម្រេចគ្រប់ភារកិច្ចកុំឲ្យមានឧបសគ្គគ្រោះថ្នាក់អ្វីមកបៀតបៀនឡើយញោមប្រាថ្នាយ៉ាងណាឲ្យសម្រេចដោយសេចក្តីប្រាថ្នាជាពិសេសសូមឲ្យក្រុមហ៊ុនរបស់ញោមដើរយ៉ាងរលូនណាញោមណាសូមអនុមោទនា